ធ្វើជាមាសទឹកដប់កុំខ្លាចភ្លើងធ្វើជាមនុស្សកុំខ្លាចគេនិយាយដើមសំខាន់ទាំងវើរបស់យើងគឺត្រូវតែឈរលើភាពត្រឹមត្រូវនិងភាពស្មោះត្រង់បើគេរិះគន់យើងទទួលយកចុះទើបហៅថាជាមនុស្សឆ្លាតអ្វីក៏ដោយនៅលើលោកនេះមនុស្សទូទៅទាំងអស់រមែងទទួលនៅភាពសរសើរនិងច្រណែនអំពីសំណាក់នៃជនដទៃទោះបីពេលមានពេលក្រក៏គេច្រណែននឹងយើងព្រោះគេដឹងខ្លួនឯងច្បាស់ថាគេអន់ជាងយើងហើយពាក្យចាមបារាមពាក្យប្រឌិតឡើងដោយសារតែមនុស្សស្អប់យើងហើយត្រូវបានផ្សាយអំពីមាត់មួយទៅមាត់មួយនៃមនុស្សដែលមិនចេះគិតរួចហើយត្រូវបានផ្សាយបានលាតត្រដាងដោយសារមនុស្សទៅជាសអ្នកខ្លះនិយាយអាក្រក់ពីគេទាំងមិនមែនជាការពិតដើម្បីបង្ហាញប្រាប់អ្នកដទៃថាខ្លួនឯងជាមនុស្សល្អវាគឺជាទម្លាប់ទៅហើយសម្រាប់អ្នកដែលជឿតាមអ្នកខ្លះនិយាយស្ដីថាចំពោះមុខយើងស្ដីថាចំគឺល្អជាងមនុស្សស្ដីថាឲ្យក្រោយខ្នងយើងត្រូវតែចងចាំថារឿងអាក្រក់កុំប្រព្រឹត្តរឿងមិនពិតកុំនិយាយរឿងបំផ្លាញអ្នកដទៃកុំគួរធ្វើអ្វីដែលជាស្ទើរគួរបំពេញអ្វីដែលទូមនិញគួរលះបង់អ្វីដែលមានចំណងលើទ្រព្យអ្នកដទៃគួរវាចាក់ចេញ